តែអ្នកធ្លាប់ឆ្ងល់ទេថាយន្តហោះអាចហោះបានយ៉ាងដូចម្តេចនៅពេលដែលនិយាយពីរបៀបដែលយន្តហោះហោះគេលើកទ្រឹស្ដីពីរមកនិយាយទីមួយនោះគឺ Bernoulli's Principle ឬក៏គោលការណ៍របស់ Bernoulli ដែលគោលការណ៍របស់គាត់បាននិយាយថាការកើនឡើងល្បឿននៃអង្គធាតុរាវកើតឡើងក្នុងពេលដំណើរគ្នាជាមួយនឹងការថយចុះនៃសម្ពាធមានន័យថាតំបន់ដែលមានចរន្តខ្យល់ឬក៏សារធាតុរាវរត់លឿនបង្កើតឲ្យមានសម្ពាធទាបបើធៀបជាមួយនឹងផ្ទៃឬក៏ផ្នែកដែលមានចរន្តខ្យល់រត់យឺតរូបរាងរបស់ស្លាតរបស់យន្តហោះបង្កើតឲ្យមានចរន្តខ្យល់ផ្នែកខាងលើរត់លឿនជាងចរន្តខ្យល់ផ្នែកខាងក្រោមនៃស្លាបដែលកត្តានេះបង្កើតឲ្យមានសម្ពាធផ្នែកខាងលើទាបជាងសម្ពាធផ្នែកខាងក្រោមដែលបង្កើតបានកម្លាំងមួយហៅឈ្មោះថា lift ដែលជាកម្លាំងរុញច្រានយន្តហោះឡើងទៅលើក្រឡេកមកមើលច្បាប់ទី3របស់ញូតុនដែលបានលើកឡើងថាគ្រប់កម្លាំងទាំងអស់សុទ្ធតែមានកម្លាំងបដិកម្មដែលមានអង្គតង់ទីតេដូចគ្នានិងមានទិសដៅផ្ទុយគ្នាមានន័យថាកម្លាំងនៃសកម្មភាពមួយតែងមានកម្លាំងផ្ទុយនៃសកម្មភាពនោះជាក់ស្ដែងទម្រង់ស្លាបរបស់យន្តហោះបង្កើតឲ្យមានចរន្តខ្យល់ផ្នែកខាងក្រោយនៃស្លាបរុញទៅខាងក្រោមដែលយើងហៅថា downwash ខ្យល់ដែលរុញទៅខាងក្រោមបង្កើតឲ្យមានកម្លាំងផ្ទុយរុញយន្តហោះឡើងទៅលើដូច្នេះហើយយន្តហោះចាំបាច់ទៅរត់នៅក្នុងផ្លូវរត់ក្នុងល្បឿនជាក់លាក់មួយដើម្បីបង្កើតឲ្យមានកម្លាំងគ្រប់គ្រាន់ក្នុងការលើកខ្លួនឲ្យផុតពីដី